ខ្លះដែលអត់តន់ចេះទាញ admin page សម្រាប់បងៗដែលមិនតន់ចេះទាញ admin page អាចចូលមើលវីដេអូនេះដល់ចប់បានណាថ្ងៃហ្នឹងខ្ញុំនឹងបញ្ចេញវីដេអូបង្រៀននិងប្រាប់ពីវិធីទាញ admin page តោះយើងទៅមើលទាំងអស់គ្នាចាជាដំបូងគឺយើងចូលមើលក្នុង page របស់យើងមករួចហើយយើងចុចលើពាក្យនេះលើពាក្យទាំងព័ត៌មានអាជីពហ្នឹងយើងចុចលើហ្នឹងហើយយើងអុសចុះមកក្រោមរួចយើងចុចពាក្យថាឧបករណ៍នេះហើយយើងអុសរកពាក្យខ្ញុំប្រើមករកពាក្យថាការចូលប្រើទំព័រហើយយើងនឹងឃើញនេះ account របស់យើងគឺមាន admin មួយណាខ្លះអញ្ចឹងនេះ admin របស់ខ្ញុំអញ្ចឹងយើងចង់បញ្ចូល admin ថ្មីទៀតគឺយើងចុចពាក្យថាបញ្ជូនថ្មីរួចហើយចុចបន្ទាប់រួចហើយត្រង់កន្លែងនេះគឺយើងចុចស្វែងរកឈ្មោះ admin ដែលយើងចង់ដាក់អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់ admin របស់ខ្ញុំមួយនេះណាអូខេចាំតិចនេះ admin ដែលខ្ញុំចង់ដាក់គឺខ្ញុំដាក់ admin មួយនេះអញ្ចឹងខ្ញុំចុចលើ admin មួយហ្នឹងមកនេះហើយយើងចុចពាក្យផ្ដល់សិទ្ធិចូលប្រើប្រាស់យើងចុចមកហើយត្រង់ចំណុចនេះគឺយើងដាក់ពាក្យសម្ងាត់ admin ចាស់របស់យើង account password Facebook របស់យើង account admin ចាស់ដែលយើងកាន់ page របស់យើងហ្នឹងយើងដាក់វាមកអូខេយើងដាក់មកហើយចូលត្រង់ចំណុចកន្លែងនេះគឺយើងដាក់រងចាំលេខកូដ Gmail ដែលយើងមាននៅក្នុង account Facebook របស់យើងហ្នឹងវានៅផ្ញើលេខកូដមកតាម Gmail ហ្នឹងអញ្ចឹងយើងយក Gmail ហ្នឹងយកមកដាក់មកGmail មកហើយចឹងខ្ញុំដាក់ Gmail ហ្នឹងសិនអូខេរួចហើយចុចបន្តយើងចុចបញ្ជាក់អូខេនេះ admin របស់ខ្ញុំគឺខ្ញុំទាញបានទាញចូលមកហើយអញ្ចឹងយើងចូលទៅក្នុង account Facebook មួយហ្នឹងដើម្បីទទួលទៅចូលទៅក្នុង admin ដែលយើងទាញដាក់ហ្នឹងចូលទៅក្នុង account Facebook មួយហ្នឹងហើយយើងចុចទទួលវាទៅគឺរួចជាការស្រេចហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងសម្រាប់បងៗដែលស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like share comment ឲ្យបងប្អូនអ្នកមួយផងណាជូនពរបងៗ